បើចង់ធ្វើជ្រក់ក្តាមសេកឲ្យឆ្ងាញ់មិនមានជាតិឆ្អាបហើយទុកបានយូរបងប្អូនមកមើលវីដេអូមួយនេះខ្ញុំនឹងប្រាប់ពីគន្លឹះនិងវិធីធ្វើក្តាមជ្រក់សេកនេះធ្វើម៉េចឲ្យមានរសជាតិឆ្ងាញ់ហើយទុកបានយូរមុននឹងចូលដល់វិធីធ្វើជ្រក់ខ្ញុំនឹងប្រាប់បងប្អូនពីវិធីធ្វើក្តាមឲ្យបានស្អាតជាមុនសិនព្រោះអីក្តាមនេះវារាងកក្រិចទាំងក្អែកច្រើនដល់ចំណុចស្នូករបស់វាហ្នឹងបងប្អូនត្រូវយកច្រាស់យកមករស់នៅក្បែរហ្នឹងព្រោះថាម្ដុំហ្នឹងគឺក្អែលច្រើនមែនតែនពេលជ្រក់ទៅគឺចេញទឹកខ្មៅអញ្ចឹងយើងរស់វាឲ្យបានស្អាតដូចហើយយើងលាងជាមួយនឹងទឹកធម្មតាឲ្យបាន4-10ទឹកអីមកណាព្រោះអីដូចខ្ញុំថាអញ្ចឹងក្តាមហ្នឹងគឺក្អែលច្រើនណាស់ពេលហ្នឹងគឺយើងលាងវានឹងសបករួចហើយយើងធ្វើការបកពោះនៅបកស្នូកវាចេញរួចហើយបកត្រង់សួតនេះចេញបងប្អូនបកសួតនឹងមាត់វាចេញដោយសារត្រង់សួតហ្នឹងគឺវាដីនឹងទលីហើយនឹងក្អែលច្រើនជាងនៅខាងក្រៅអញ្ចឹងហើយគឺខ្ញុំបកសួតនឹងមាត់វាចេញឲ្យអស់តែម្ដងហើយបងប្អូនមើលក្តាមខ្ញុំគឺខ្លាញ់នឹងពេញតែម្ដងបកស្នូកហើយបងប្អូនត្រូវលាងទឹក4-5 ដងទៀតទៅឲ្យជ្រះក្អែលបានស្អាតល្អប៉ុន្តែពេលដែលបកស្បកហើយបងប្អូនគ្រាន់តែកញ្ច្រោកទឹកវាតិចក៏បានហើយកុំលាងខ្លាំងពេកប្រយ័ត្នបែកខ្លាញ់អស់រួចហើយយកកន្ត្រៃកាត់វាជាពីរអញ្ចឹងទៅដើម្បីពេលជ្រក់ទៅចូលជាតិបានល្អចំណែកគ្រឿងវិញគឺខ្ញុំមានម្ទេសខ្ទឹមសខ្ទឹមក្រហមបងប្អូនដាក់ម្ទេសនិងខ្ទឹមក្រហមហើយខ្ទឹមសឲ្យច្រើនបន្តិចទៅអត់ឆ្អាបហើយបើចង់កិនគ្រឿងឲ្យម៉ត់ល្អយើងត្រូវកិនខ្ទឹមក្រហមមួយបងប្អូនកិនខ្ទឹមក្រហមយើងម៉ត់តិចហើយសំយើងធ្វើការដាក់ខ្ទឹមសចូលកិនខ្ទឹមសឲ្យបានម៉ត់បន្តិចទៀតហើយចាំយើងធ្វើការដាក់ម្ទេសចូលកិនតាមក្រោយកិនគ្រឿងឲ្យបានម៉ត់ល្អទៅពេលធ្វើជ្រក់ទៅវាទំនងហើយវាចូលជាតិសប់ទៀតចំពោះម្ទេសបងប្អូនអាចដាក់តាមចំណង់ចំណូលចិត្តដាក់ឲ្យច្រើនគឺកាន់តែល្អតែបើដាក់ម្ទេសតិចពេកអត់ឆ្ងាញ់ទេហើយខ្ញុំដាក់ស្ករមួយកូនចានចង្កឹះទឹកត្រីមួយកូនចានចង្កឹះពេញដូចគ្នាប៊ីចេងមួយស្លាបព្រាបាយទឹកក្រូចឆ្មាកន្លះកូនចានចង្កឹះនិយាយរួមទៅស្ករនិងទឹកត្រីបងប្អូនត្រូវដាក់ឲ្យបានស្មើគ្នាយកអីវ៉ាទឹកត្រីយើងត្រូវយកនឹងវ៉ាស្ករដូចគ្នាតែក្រូចឆ្មាវិញគឺបងប្អូនត្រូវដាក់ពាក់កណ្ដាលទឹកត្រីនិងស្ករហើយខ្ញុំក៏បន្ថែមជាមួយនឹងក្រូចតែជ្រក់នេះដាក់បន្ថែមពីលើចាក់ចូលក្នុងទឹកត្រីរបស់យើងរួចហើយកូរវាឲ្យលាយស្ករអស់ឃើញតែទឹកត្រីគ្រឿងប៉ុណ្នេះក៏ដឹងថាទំនងដែររសជាតិវិញគឺថាឆ្ងាញ់មិនបាច់ភ្លក់ក៏ត្រូវជាតិដែរគ្រាន់តែថាបងប្អូនដែលចូលចិត្តជូរអាចបន្ថែមជូរជាងនឹងបន្តិចបានតែបើសិនជាសម្រាប់ស្ករហើយនឹងទឹកត្រីរសជាតិប៉ុណ្ណឹងគឺអែមតែម្ដងមិនតែពេលធ្វើនេះគឺខ្ញុំអត់មានភ្លក់ទេប៉ុន្តែរសជាតិគឺដិតឆ្ងាញ់ហើយទៅខ្ញុំរ៉េតក្តាមជ្រក់នេះឲ្យខ្លួនឯង10 លើ10តែម្ដងហើយគ្រឿងប៉ុណ្នេះសម្រាប់ក្តាម1 គីឡូបងប្អូនគឺជ្រក់ស្មើទឹកស្មើកាកបើធ្វើតិចពេកគឺវាអត់លិចក្តាមមកយើងទេហើយនៅពេលដែលបងប្អូនដួសញ៉ាំបងប្អូនត្រូវបន្ថែមជីរណានិងជីនាងវងពីលើផងដើម្បីបន្ថែមក្លិនឈ្ងុយនិងកាត់ជាតិឆ្អាបប៉ុន្តែបន្ថែមតែក្នុងចានដែលយើងដួសញ៉ាំមកបានហើយបើសិនជាហើយក្តាមដែលនៅសល់គឺយើងអាចមិនទាន់ដាក់ជីចូលទេព្រោះដាក់ចូលយូរទៅវាធ្វើឲ្យវល់អញ្ចឹងក្តាមដែលនៅដែលយើងញ៉ាំអត់ទាន់អស់យើងចាក់ចូលប្រអប់ស្អាតមួយរួចហើយដាក់ក្នុងទូទឹកកកបងប្អូនអាចទុកបានពី3អាទិត្យទៅកន្លះខែអីអត់ខូចទេហើយវីដេអូរបស់ខ្ញុំគឺមកដល់ទីបញ្ចប់ហើយបើសិនជាបងប្អូនពេញចិត្តកុំភ្លេចជួយ like subscribe និង follow page ម្នាក់មួយផងដើម្បីទទួលបានវីដេអូខ្ញុំថ្មីមុនគេនៅពេលក្រោយណា Thank you bye bye